ជំរាបសួរបងប្អូនទាំងគ្នាជួបជាមួយនឹងមានបន្តទៀតហើយមកកាន់ការវិភាគបាល់ហើយនៅក្នុងរាត្រីនេះមានមកគួរទៀតហើយសម្រាប់បងប្អូនតាមដានទស្សនានោះគឺជាការជួបគ្នារវាងក្រុមយក្សទាំងពីរប៉ាក់គ្នានោះគឺជាក្រុមយក្សមកពីអេស្ប៉ាញគឺជាក្រុម FC Barcelona និងក្រុមយក្សមកពីអ៊ីតាលីនោះគឺជាក្រុម Inter Milan ជួបគ្នាក្នុងពីនំវ៉ាន់ Champions League វគ្គពាក់កណ្ដាលប្រត់ជើងទី1វេលាមកពីដំឡងទៀតនៅក្នុងរាត្រីនេះក្រុមប្រកួតរបស់ក្រុម FC Barcelona ឈ្នះ4និងស្មើ1មាន76ពិន្ទុចូលកំពូលតារាងចំណែកឯ Inter Milan វិញក្រុមប្រកួតចុងក្រោយរបស់គេឈ្នះ2ស្មើ1និងចាញ់2មាន71ពិន្ទុចូល Top 2នៅក្នុងតារាងសម្រាប់ Admin វិញមានភាគរយខ្ពស់ទៅលើក្រុម FC Barcelona ដោយសាររូបគេមុនមកដល់វគ្គ4ក្រុមចុងក្រោយនេះរូបគេទើបតែទម្លាក់ក្រុមមកពីអាឡម៉ង់គឺជាក្រុមយក្សនោះគឺជាក្រុម Dortmund ហើយថ្មីនេះរូបគេទើបតែលើកពីន Copa del Rey ដែលយកឈ្នះលើក្រុម Atletico Oriental ក្នុងលទ្ធផល3-2នេះគ្រាន់តែជាការទូទាត់របស់ Admin ប៉ុណ្ណោះតើបងប្អូនយល់យ៉ាងណាដែរសូម comment នៅខាងក្រោមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ